វិធីលាយម្សៅចាសម្រាប់បំពងចេកក៏ដូចជាដំឡូងចាដែលមិនចាំបាច់ថ្លឹងណាបងប្អូនចាហើយវិធីនេះគឺថាងាយស្រួលមែនតើចេករបស់យើងឡើងស្រួយឆ្ងាញ់ហើយបើសិនបងប្អូនប្រើចេកប្រភេទនេះយកមកធ្វើគឺយើងយកចេកដែលរៀងស្គៀលប៉ុណ្ណេះចាកុំឲ្យទុំចូលព្រោះពេលដែលយើងប្រើចេករៀងទុំចូលទុំជ្រុលទៅយើងយកមកចៀនគឺថាបែកវល់ពេញហ្នឹងហ្មងចេកមួយផ្លែហ្នឹងខ្ញុំកាត់វាជា2កង់ហើយយើងពុះវាពាក់កណ្ដាលទៀតបាន4ដុំទាំងអស់ណាអញ្ចឹងបងប្អូនកាត់មើលតាមហ្នឹងណាចាចង់បានទូចធំអីចាតាមចំណូលចិត្តហើយចេកនេះនាងខ្ញុំសកត់វាតិចមែនតែនចាស្រាលដៃមែនតែនបងប្អូនយល់ល្អមិនបាច់សកត់ក៏បានដែរណាចាហើយមួយវិញទៀតចេកនេះខ្ញុំបំពងវា2ដងដូចថាយើងជ្រលក់ម្សៅបំពងម្ដងហើយបំពងបាច់ឲ្យក្រហមខ្លាំងទេបំពងល្មមតែម្សៅវាលែងស្អិតជាប់គ្នាហើយស្រង់វាចេញចាស្រង់វាចេញដាក់ឲ្យវាស្រក់ខ្លាញ់មួយផ្លែតចាំយើងជ្រលក់ម្សៅហើយដាក់បំពងម្ដងទៀតណានឹងបំពង2ដងរហូតដល់ក្រហមតតែឆ្អិនបងប្អូនអត់ចង់ជ្រលក់ម្សៅ2ដងទេយើងយកម្សៅចាសូចពីលើក៏បានដែរដាក់បន្តិចតិចចឹងទៅក៏តិចច្រើនហើយឆ្ងាញ់ទៀតចាម្យ៉ាងម្នាក់ទេចំណែកដលងវិញខ្ញុំប្រើដលងប្រភេទនេះណាបងប្អូនប្រើដលងសាច់ការ៉ុតក៏បានដែរគ្រាន់តែថាដលងនេះខ្ញុំចូលចិត្តញ៉ាំជាងដោយសារសាច់វារឹងល្អវាអត់សូវជ្រាយអញ្ចឹងបងប្អូនចិត្តវារៀងពុះវារៀងស្ដើងប៉ុណ្ណេះយើងពងឆាប់ឆ្អិនហើយជ្រលក់វា3 4ត្រឡប់ចាឲ្យវាជោគម្សៅចាំយើងដាក់បំពងដលងខ្ញុំបំពងតែម្ដងទេណាយើងជ្រលក់ម្សៅហើយបំពងរហូតដល់ឆ្អិនតែម្ដងវីដេអូនេះនាងខ្ញុំធ្វើរៀងកាត់ទេបងប្អូនអត់បានបង្ហាញគ្រប់ជ្រុងជ្រោយទេហើយនេះគឺជាវិធីលាយម្សៅបងប្អូនចាអាចស្កប់វីដេអូមួយផ្លែតទៅឬក៏យើងសេវទុកមើលថ្ងៃក្រោយគីឡូថ្ងៃណាចង់ញ៉ាំហើយលបាយម្សៅយើងលាយកុំឲ្យរាវកុំឲ្យខាប់ពេកណា